នេះជារបស់ខ្មែរយើងពិតមកអត់មានលីចិត្តទីមីអីអត់មានលីទៅផលិតចេញពីដៃជាងសុខហ្មងអត់មានទឹកមានប្រើអីផ្សេងក្រៅពីដៃជាង ពពុះសណ្តែកគឺជាគ្រឿងផ្សំមួយប្រភេទដែលគេច្រើនយកទៅធ្វើជាម្ហូបអាហារបានជាច្រើនមុខក្នុងនោះផងដែរក៏មានមុខម្ហូបមួយចំនួនដែលប្រជាជនយើងតែងតែធ្វើនារដូវបុណ្យផ្សេងរួមមានសម្រាប់សែននិងធ្វើជាអាហារសម្រាប់ជួបជុំជាច្រើនដូចជាសម្លចាប់ឆាយឆាមីសួរឆាបន្លែនិងមានមុខម្ហូបជាច្រើនផ្សេងទៀតជាធម្មតាយើងតែងតែបានឃើញពពុះសណ្តែកតែបានដាក់លក់នៅលើទីផ្សារប៉ុន្តែយើងមិនបានដឹងទេថាពពុះសណ្តែកផលិតឡើងដោយរបៀបណានោះទេដូច្នេះហើយជាបន្តទៅនេះយើងនឹងទៅជួបជាមួយនឹងលោកតាបុតលីខេងដែលជាអ្នកមានបទពិសោធន៍នៅក្នុងការធ្វើពពុះសណ្តែកនេះជា20ឆ្នាំមកហើយសម្បត្តិឈ្មោះបុតលីខេងនៅភូមិកោះអាចកាត់កោតដាច់ខណ្ឌទៅច្បាប់ភ្នំពេញមុខរបរនេះមិនតចំនួនទៅគឺបង្កើតដោយខ្លួនឯងទៅរៀនពីគេមកយើងមករៀនខ្លួនឯងចាប់ផ្ដើមធ្វើតាំងពីឆ្នាំ2005មូលហេតុដែលខ្ញុំបង្កើតនេះខ្ញុំចូលចិត្តមុខរបរហ្នឹងខ្ញុំទៅរៀនពីគេមកខ្ញុំមកបង្កើតខ្លួនឯងរៀនតាមគេប្រហែលជាមួយខែដែរខ្ញុំយូរប្រហែល9ហ្នឹងការធ្វើពូនដៃនេះធ្វើតែមួយថ្ងៃម្ដងផលិតចេញជាបានជាផលធ្វើតែមួយថ្ងៃធ្វើមួយថ្ងៃតែមួយថ្ងៃបាទក្នុងមួយថ្ងៃនោះមានរយៈពេលពីម៉ោង7ព្រឹកទល់ម៉ោង7ភ្លឺវិញហ្នឹងមក24ម៉ោងមួយថ្ងៃដូរវេនគ្នាវេនទី1វេនទី2និងវេនទី3អានឹងមានប្រើចដៃជាងសុតមកអត់មានប្រើថោទៀតអីដាក់យើងដាក់កិនហ្នឹងយើងដាក់ទឹកមកធំចដៃមកកាច់មកឆែងប៉ុណ្ណេះមកដើម្បីឲ្យវាទឹកជាមួយគ្នាសរុបឲ្យសិនវារត់ទៅព្រឹកក្នុងការផលិតមួយលើកហ្នឹងផលិតកិនអស់150គីឡូបាទបើថាចិត្តធ្វើសងខាងនេះវា300គីឡូក្នុងថ្ងៃក្នុងមកជាគេនេះធ្វើតែ150គីឡូបើទទួលបានទៅវិញបានជា50មើលក៏60គីឡូបានទៅវិញហ្នឹងហើយដែលបានបើចេញជាផលមើលចេះវិញហ្នឹងបានប្រហែលជា50ទៅ52 53ចំពោះដំណើរការឬក៏ដំណាក់កាលនៃការធ្វើពពុះសណ្តែកក៏មានជាច្រើនផ្នែកផងដែរហើយទាមទារនូវបទពិសោធន៍ភាពច្បាស់លាស់ការអត់ធ្មត់ដើម្បីទទួលបាននូវពពុះសណ្តែកដែលល្អប្រសើរចាប់ពីមកប្រាប់ហ្នឹងគេមកចាក់សណ្តែកលាងចាក់ក្នុងអាងទៅគេលាងវាឲ្យស្អាតគេយកសម្បកអីចឹងឲ្យស្អាតដូចដែលយើងលាងសណ្តែកឲ្យស្អាតដូចយើងវិញសងចឹងសណ្តែកហ្នឹងក៏អត់មានស្បយទេហើយបើគេចាប់ផ្ដើមតោះរូបអីហូចគេចាប់ផ្ដើមធ្វើចាប់ផ្ដើមកិនមកហ្នឹងគេកិនរយៈពេល2ម៉ោងបាទរយៈពេល2ម៉ោងហើយហ្នឹងហើយបានពុះចូលពេលហ្នឹងបានដួសទឹកយកមកដាក់នឹងផ្ទះហ្នឹងចាប់ដាំនឹងងាស់យើធ្វើពពុះសណ្តែកនេះផងដែរក៏ប្រឈមមុខជាមួយនឹងផលវិបាកជាច្រើនរឿងពិសេសគឺការគ្រប់គ្រងភ្លើងនៅក្នុងអំឡុងពេលធ្វើមួយវិញទៀតនៅក្នុងរោងសិប្បកម្មមានចង្ក្រានភ្លើងជាច្រើនព្រមទាំងមានជញ្ជាំងបិទជិតដូច្នេះកម្មករទាំងអស់ត្រូវធ្វើការនៅក្នុងសីតុណ្ហភាពខ្ពស់ជាមួយនឹងរយៈពេលយូរហេតុនេះពួកគាត់ត្រូវស្រោចទឹកនៅលើខ្លួនជាញឹកញាប់ដើម្បីកាត់បន្ថយកម្ដៅនៅលើខ្លួនការធ្វើនឹងមានផលវិបាកដែរព្រោះបើថាភ្លើងវាអត់ឆេះទឹកវាអត់ពុះមិនដល់ឲ្យខូចបើតែធ្វើខូចអានេះក៏វាកើតដែរយើងស្រង់ផលស្រង់មកផលទាំងបោះត្រូវចាក់ចោលហ្នឹងការវិបាកដែរចឹងបើថាអានឹងត្រូវប្រើភ្លើងឲ្យខ្លាំងដបងនោះឲ្យវាពុះនោះឲ្យលេងមកខ្លាំងឲ្យវាពុះហ្មងវាឲ្យភ្លើងខ្សោយឬអាលុតអីទេហើយដល់ពេលវាពុះហើយជាពុះហើយគឺត្រូវការលុបភ្លើងគឺឲ្យភ្លើងថេហ្មងអត់មានឲ្យក្តៅខ្លាំងត្រជាក់ខ្លាំងគឺថេជាប់ហ្នឹងហ្មង
តែជប់ទៅពេលខូចចឹងតើខូចមកផ្ទះហ្នឹងហ្មងឬមួយក៏ខូចតែ ខូចហ្នឹងគេអាចកែបានគេដួសអាទឹកហ្នឹងគេយកទៅលាយជាមួយទឹកឆ្អិនអាទឹកដែលឆៅហ្នឹងគេយកទៅមួយឆ្អិនហ្នឹងចាក់ចូលគ្នាមកគេបុកភ្លើងឲ្យខ្លាំងទៅឲ្យវាពុះឡើងមកហ្នឹងក៏ដាក់វាឡើងមកវាឡើងមកគេត្រង់យកដល់ចាប់ឡើងងត់យន្តដល់វាឡើងមកគេចាប់ឡើងកាត់ពពោះគេកាត់យកអាហ្នឹងបាទយើងយកទៅហាទាំងមួយថ្ងៃព្រលឹមឡើងដល់នេះព្រលឹមឡើងបានជើងជូនទៅដាក់ហាស្នូប្រាំងមកដល់ពេលខាងស្អែកបានចាប់ដើមគេចងច្រើនគីឡូយកឲ្យមកការផលិតហ្នឹងមានណាអាចមកសិនយើងតាំងវាដៃមានក្បាលមានម៉ូទ័រសម្រាប់ពូតយកទឹកវាទៅមកងាស់ហ្នឹងអូកាមកកាវាយើងអត់មានអីទេហ្នឹងយើងសម្រាប់ទុកឲ្យជ្រូកហ្នឹងគូអនាគតទៅបើមានក្មួយក៏មានប្អូនគេចង់បន្តទៀតឲ្យគេបន្តទៅបើថាអត់មានទេយើងក៏ត្រូវផាកយ៉ាងដែរមុខរបរហ្នឹង បន្ទាប់ពីយើងបានធ្វើបទសម្ភាសន៍ជាមួយនឹងលោកតារួចមកយើងបានឃើញថាការផលិតពពុះសណ្ដែកមានជាច្រើនដំណាក់កាលហើយក៏មានផលវិបាកជាច្រើនផងដែរដូច្នេះហើយយើងគួរផ្ដល់តម្លៃដល់ការងាររបស់ពួកគាត់និងជួយគាំទ្រផលិតផលក្នុងស្រុកដើម្បីលើកកម្ពស់ជីវភាពសិប្បករខ្មែរផងដែរ ខ្ញុំសូមក្នុងផលដល់បងប្អូនខ្មែរយើងទាំងអស់ទាំងនៅក្នុងស្រុកតែស្រុកសូមជួយគាំទ្រនៅផលិតផលរបស់ខ្មែរយើងបានគ្រប់គ្នានេះជារបស់ខ្មែរយើងពិតមកអត់មានលេខចិត្តទីមីអីអត់មានលេខទេផលិតចេញពីដៃសៀងសុទ្ធហ្មងអត់មានទឹកមានប្រើអីផ្សេងក្រៅពីដៃសៀង